លោកបណ្ឌិតសុភ័ក្រហេងធូរ៉ាក់ស៊ីរលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ទៅមិត្តឡាវនិងមិត្តវៀតណាមបានយល់ច្បាស់ថាក្នុងនាមជាសមាជិកអាស៊ានកម្ពុជាគាំទ្រគោលការណ៍ភាពជាអ្នកជិតខាងល្អមិនជ្រៀនពៀនគ្នាត្រូវការព្រមតានសន្តិភាពកម្ពុជាតែងតែចាត់ទុកការថែរក្សាសន្តិភាពនិងការបញ្ជាសង្គ្រាមគឺជាអាទិភាពខ្ពស់បំផុតសង្គ្រាមងាយនឹងបង្កើតប៉ុន្តែមិនងាយនឹងបញ្ចប់សន្តិភាពពិបាកនឹងរកប៉ុន្តែងាយនឹងបបាត់បង់ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតសុភ័ក្រហេងថូរ៉ាក់ស៊ីបានធ្វើឡើងនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះក្នុងឱកាសលោកបណ្ឌិតសុភ័ក្រអញ្ជើញថ្លែងសន្ទរកថាបើកសន្និសីទប្រចាំឆ្នាំលើកទី12ស្ដីពីសុខដុមនីយកម្មសង្គមសេដ្ឋកិច្ចនិងវប្បធម៌នៅកម្ពុជាឡាវនិងវៀតណាមដែលរាជបណ្ឌិតយសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសុភ័ក្រសុកទូចប្រធានរាជបណ្ឌិតយសភាកម្ពុជាលោកបណ្ឌិតកងកែសាយសុងខំប្រធានបណ្ឌិតយសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវនិងលោកសាស្ត្រាចារ្យបណ្ឌិតដាំងស៊ុនថាញ់អនុប្រធានបណ្ឌិតយសភាវិទ្យាសាស្ត្រសង្គមវៀតណាមលោកបណ្ឌិតសុភ័ក្រហេងធូរ៉ាក់ស៊ីបានបញ្ជាក់ថាក្នុងនាមជាសមាជិកអាស៊ានកម្ពុជាគាំទ្រគោលការណ៍ភាពជាអ្នកជិតខាងល្អមិនជ្រៀនពៀនអ្នកជិតខាងនិងមានសន្តិភាពយូរអង្វែងក្នុងស្មារតីនេះខ្ញុំជឿជាក់ថាព្រំដែនរបស់យើងនឹងក្លាយទៅជាព្រំដែនសន្តិភាពអនុវត្តប្រកបដោយសន្តិភាពលោកបណ្ឌិតសុភ័ក្រហេងថូរ៉ាក់ស៊ីបានឲ្យដឹងថាជាប្រវត្តិសាស្ត្រកម្ពុជាឡាវនិងវៀតណាមតែងតែរក្សាបាននូវទំនាក់ទំនងគ្នាជាអ្នកជិតខាងគ្នាបានយ៉ាងល្អប្រសើរនិងស្អិតរមួតនៅគ្រប់កលៈទេសៈទាំងអស់ខណៈប្រទេសកម្ពុជាតែងតែបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនរួមរស់ដោយសន្តិភាពសហវិជ្ជមានជាមួយប្រទេសជិតខាងនិងគ្រប់បណ្ដាប្រទេសដទៃទៀតនៅលើសកលលោកបន្ថែមពីនេះលោកបណ្ឌិតសុភ័ក្រហេងថូរ៉ាក់ស៊ីបានលើកឡើងថាក្នុងឋានៈជាប្រទេសដែលធ្លាប់រងគ្រោះដោយសារតែភ្លើងសង្គ្រាមរាប់ទសវត្សរ៍កម្ពុជាបានយល់ច្បាស់អំពីតម្លៃនៃសន្តិភាពជាក់ស្ដែងកម្ពុជាទើបតែទទួលបានសន្តិភាពពេញលេញប្រមាណ27ឆ្នាំប៉ុណ្ណោះក្រោមនយោបាយឆ្នាក់ឆ្នើរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាតែងតែចាត់ទុកការថែរក្សាសន្តិភាពនិងការបញ្ជាសង្គ្រាមគឺជាអាទិភាពខ្ពស់បំផុតសង្គ្រាមងាយនឹងបង្កើតប៉ុន្តែមិនងាយនឹងបញ្ចប់សន្តិភាពពិបាកនឹងរកប៉ុន្តែងាយនឹងបបាត់បង់នេះគឺជាការបញ្ជាក់របស់លោកបណ្ឌិតសុភ័ក្រហេងថូរ៉ាក់ស៊ីលោកបណ្ឌិតសុភ័ក្រហេងថូរ៉ាក់ស៊ីបានបញ្ជាក់ថាកម្ពុជាបានផ្ដល់នូវតម្លៃខ្ពស់ភាពជាអ្នកជិតខាងល្អការរួមរស់ប្រកាន់ដោយសន្តិភាពសហវិជ្ជមានគ្រប់ដែនអធិបតេយ្យឯករាជ្យនិងបូរណភាពទឹកដីរបស់អ្នកជិតខាងជានិច្ចក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7ដែលដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបន្តវេនពីសម្ដេចតេជោហ៊ុនសែនបានអនុវត្តនយោបាយឯកភាពទឹកដីសន្តិភាពអភិវឌ្ឍនិងអប់រំបើតាមលោកបណ្ឌិតសុភ័ក្រសុកទូចបានថ្លែងថាកម្ពុជាឡាវនិងវៀតណាមនឹងបានរួមចំណែកពង្រឹងភាពសុខដុមនីរវាងប្រទេសទាំង3កម្ពុជាឡាវវៀតណាមក្នុងនាមជាប្រទេសភូមិផងរបងជាមួយដែលតែងតែផ្ដល់តម្លៃខ្ពស់ទៅលើសន្តិភាពសន្តិសុខសេដ្ឋីរភាពនិងវិបលភាពនិងគោរពនៅអធិបតេយ្យឯករាជ្យបូរណភាពទឹកដីនិងមិនជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់គ្នាជានិច្ចលោកបណ្ឌិតសុភ័ក្រសុកទូចយល់ថានៅចំពោះសភាពការទាំងនេះក្នុងនាមប្រទេសជិតខាងគ្នាកម្ពុជាឡាវនិងវៀតណាមត្រូវរួមគ្នាលើកតម្លៃសន្តិភាពសេដ្ឋីរភាពសណ្ដាប់ធ្នាប់ពិភពលោកដែលពឹងផ្អែកទៅលើច្បាប់និងការអភិវឌ្ឍប្រកបដោយបរិយា